សូមស្វាគមន៍មកកាន់ហងមី Flash News ស្ត្រីម្នាក់ដែលជេរប្រមាថអ្នកពោធិ៍សាត់ថាជាពូចោបានចូលខ្លួនសំទោសត្រូវឃាត់ខ្លួនរហូតមកដល់រសៀលថ្ងៃទី24ខែសីហានេះម្ចាស់គណនី Facebook ដែលមានឈ្មោះថាអាយ៉ាទឹកថ្នោតជូដែលបានជេរប្រមាថដោយពាក្យសម្ដីធ្ងន់ធ្ងរទៅលើអ្នកពោធិ៍សាត់បណ្ដាលឲ្យមានប្រតិកម្មពេញបណ្ដាញសង្គមនោះបានចូលខ្លួនមកសារភាពកំហុសហើយនិងកំពុងសាកសួរតាមនីតិវិធីនៅស្នងការនគរបាលខេត្តនេះបើតាមប្រភពព័ត៌មានពីស្នងការនគរបាលខេត្តពោធិ៍សាត់នាងបានចូលខ្លួនសារភាពនៅវេលាម៉ោង 1 រសៀលថ្ងៃទី24ខែសីហានេះហើយត្រូវបានសមត្ថកិច្ចសម្រេចឃាត់ខ្លួនតែម្ដងបើតាមអាជ្ញាធរខេត្តម្ចាស់គណនី Facebook រូបនេះនឹងមិនត្រូវបានអនុគ្រោះនោះឡើយនឹងត្រូវរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីពីព្រោះស្ត្រីរូបនេះបានជេរប្រមាថដោយពាក្យសម្ដីធ្ងន់ធ្ងរទៅលើអ្នកខេត្តពោធិ៍សាត់ទាំងមូលគួររំលឹកថាថ្មីនេះម្ចាស់គណនី Facebook ដែលមានឈ្មោះថាអាយ៉ាទឹកថ្នោតជូបានបង្ហោះផ្សព្វផ្សាយវីដេអូនៅក្នុងគណនី TikTok របស់ខ្លួនតាក់ទងទៅនឹងករណីឡានរបស់ខ្លួនត្រូវបានចោរលួចបូមប្រេងហើយនាងបានដៀថ្មេះនិងជេរប្រមាថអ្នកខេត្តពោធិ៍សាត់ទាំងមូលថាមីយៀតអនពូចចោលជាដើមហើយបន្ទាប់ពីបានទទួលនៅព័ត៌មាននេះរដ្ឋបាលខេត្តពោធិ៍សាត់បានចេញសេចក្តីបំភ្លឺនិងស្នើទៅដល់អាជ្ញាធរមានសមត្ថកិច្ចធ្វើការស្រាវជ្រាវយកបុគ្គលម្នាក់នេះមកផ្ដន្ទាទោសស្របតាមច្បាប់ឲ្យបានតឹងរឹងជាទីបំផុតពីព្រោះការជេរប្រមាថនេះប្រជាពលរដ្ឋមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្តមិនទទួលយកបានជាដាច់ខាតបរិវត្តជាង100នាក់ឡើងតវ៉ានៅមុខសាលាខេត្តសៀមរាបក្រោយអាជ្ញាធរអប្សរាកំណត់ភូមិមណ្ឌល3ទៅជាតំបន់ក្រហមប្រជាពលរដ្ឋជាង100នាក់តំណាងឲ្យ600គ្រួសាររស់នៅភូមិមណ្ឌល3សង្កាត់ស្លក្រាមក្រុងសៀមរាបបានប្រមូលផ្ដុំគ្នានៅមុខសាលាខេត្តសៀមរាបនាព្រឹកថ្ងៃច័ន្ទនេះដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តពាក់ព័ន្ធទៅនឹងការផ្លាស់ប្ដូរការកំណត់តំបន់ដីធ្លីរបស់អាជ្ញាធរជាតិអប្សរាដែលបានកែប្រែភូមិសាស្ត្រភូមិមណ្ឌល3ពីតំបន់លឿងទៅជាតំបន់ក្រហមលោកដុចកំដននាយករងរដ្ឋបាលសាលាខេត្តសៀមរាបរួមជាមួយនឹងមន្ត្រីជំនាញបានជួបពិភាក្សាជាមួយនឹងតំណាងប្រជាពលរដ្ឋដោយស្នើឲ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់និងផ្អាកការសាងសង់សំណង់ផ្សេងៗដោយគ្មានច្បាប់អនុញ្ញាតជាបណ្ដោះអាសន្នដើម្បីជៀសវាងការខូចខាតទ្រព្យសម្បត្តិនៅពេលមានការចុះអនុវត្តវិធានការផ្លូវច្បាប់ទៅលើសំណង់ខុសច្បាប់នោះរដ្ឋបាលខេត្តបានទទួលយកសំណើរបស់ប្រជាពលរដ្ឋទៅពិនិត្យពិភាក្សានៅក្នុងអង្គវេទិកាអន្តរក្រសួងនាពេលខាងមុខដើម្បីស្វែងរកដំណោះស្រាយសូមបញ្ជាក់ថាតំបន់ក្រហមគឺជាតំបន់ដែលហាមមិនឲ្យមានការសាងសង់សំណង់ថ្មីជាដាច់ខាតពីព្រោះតំបន់នេះស្ថិតនៅជាប់ប្រាសាទបុរាណអាជ្ញាធរខេត្តក្រចេះសម្រាប់ផ្អាកគម្រោងដេញថ្លៃផ្លូវបេតុងមួយខ្សែក្រោយធ្លាយភាពមិនប្រក្រតីក្រោយបែកធ្លាយរឿងអាស្រូវជំវិញការខົບខិតគ្នាជាប្រព័ន្ធដើម្បីក្រសោបយកថវិកាមូលនិធិឃុំរដ្ឋបាលខេត្តក្រចេះបានសម្រេចផ្អាកការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែនេះរដ្ឋបាលខេត្តបានបើកកិច្ចប្រជុំថ្នាក់ខេត្តដើម្បីពិនិត្យពិភាក្សាបញ្ហានេះជាលទ្ធផលអង្គប្រជុំបានសម្រេចធ្វើការផ្អាកគម្រោងដែលបានដេញថ្លៃរួចនេះជាបណ្ដោះអាសន្នដើម្បីធ្វើការស្រាវជ្រាវបន្តនិងធ្វើការជូនដំណឹងពីលទ្ធផលនៃការស្រាវជ្រាវនៅពេលក្រោយសូមបញ្ជាក់ថាមានក្រុមហ៊ុនចំនួន4បានចូលរួមដាក់សំណើដេញថ្លៃហើយជាលទ្ធផលក្រុមហ៊ុនវែងលៀបត្រូវបានប្រកាសជាអ្នកឈ្នះនៃការដេញថ្លៃលើគម្រោងស្ថាបនាផ្លូវបេតុងអាមេនៅក្នុងតម្លៃទាបជាងតម្លៃប៉ាន់ស្មានត្រឹមតែ5លានរៀលប៉ុណ្ណោះប៉ុន្តែដោយសារតែពិនិត្យឃើញថាក្រុមហ៊ុនដែលឈ្នះបានប្រព្រឹត្តសកម្មភាពមិនប្រក្រតីមួយចំនួនទើបអាជ្ញាធរសម្រេចផ្អាកគម្រោងនេះវិញខាត់ខ្លួនជនបរទេស4នាក់ករណីផ្ដាល់ប្រាក់កម្ចីតាមអនឡាញខុសច្បាប់ជនជាតិវៀតណាម4នាក់ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោកចុះឃាត់ខ្លួនពាក់ព័ន្ធទៅនឹងកម្ចីតាមអនឡាញខុសច្បាប់ដោយប្រើប្រាស់ធនាគារ MB Bank របស់ប្រទេសវៀតណាមដើម្បីបើកឲ្យអតិថិជនកម្ចីប្រាក់ខុសច្បាប់ការត្រួតពិនិត្យបង្ក្រាបករណីកម្ចីអនឡាញដោយខុសច្បាប់នេះធ្វើឡើងនៅចំណុចទីតាំងអគារពាណិជ្ជកម្ម KLK ដែលស្ថិតនៅសង្កាត់បឹងកក់ទី1ខណ្ឌទួលគោក
ជនជាតិវៀតណាមដែលបានឃាត់ខ្លួនទាំង4នាក់មានអាយុចាប់ពី23ឆ្នាំដល់36ឆ្នាំនៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចចម្រុះរកឃើញកុំព្យូទ័រ Mac All-in-One ចំនួន10គ្រឿងនិងទូរស័ព្ទមួយចំនួនកំពុងបើកដំណើរការបើកក្រុមហ៊ុនកម្ចីប្រាក់តាមអនឡាញខុសច្បាប់ដោយប្រើប្រាស់ធនាគារ MB Bank របស់ប្រទេសវៀតណាមដើម្បីបើកឲ្យអតិថិជនកម្ចីប្រាក់ខុសច្បាប់ចំពោះជនសង្ស័យជាជនជាតិវៀតណាម4នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់អយការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមច្បាប់បំបែកសម្បុកចោលប្លន់និងទិញលក់ម៉ូតូខុសច្បាប់ចាប់ខ្លួនមនុស្ស40នាក់និងរឹបអូសម៉ូតូ12គ្រឿងកម្លាំងអាវុធហត្ថបានបើកការបង្ក្រាបសម្បុកចោលប្លន់ទិញលក់ម៉ូតូខុសច្បាប់ដោយចាប់ខ្លួនមនុស្សបាន40នាក់និងរឹបអូសម៉ូតូចម្រុះបានចំនួន12គ្រឿងការបង្ក្រាបធ្វើឡើងរយៈពេល2ថ្ងៃកាលពីចុងសប្តាហ៍នេះស្ថិតនៅភូមិប៉ោយប៉ែតសង្កាត់អូជ្រៅក្រុងប៉ោយប៉ែតលោកតិលតៃលាវមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថាក្រោយពេលស៊ើបអង្កេតតាមដានសកម្មភាពចោរលួចនិងកាប់ប្លន់យកម៉ូតូដែលកើតឡើងជាញឹកញាប់នៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតរួចមកកម្លាំងជំនាញបានស្រាវជ្រាវឈានទៅដល់ការបង្ក្រាបចំនួន4គោលដៅហើយសមត្ថកិច្ចក៏បានរកឃើញម៉ូតូជាច្រើនម៉ាកដែលកាប់សាច់ពុះបំបែកកែប្រែរូបរាងជាផ្នែករួចយកទៅលក់តាមឃ្លាំងខ្លះនិងលក់ឲ្យបរិសម្នាក់ដែលចាំទិញពីក្រុមចោរយ៉ាងសកម្មនៅក្នុងមួយគ្រឿងក្រុមចោរប្លន់លក់នៅក្នុងតម្លៃពី50,000ទៅ70,000រៀលក្រុមជនល្មើសភាគច្រើនសុទ្ធសឹងតែជាអ្នកញៀនថ្នាំនិងជាមុខសញ្ញាចោរលួចចោរប្លន់នៅក្នុងមូលដ្ឋានសូមអរគុណលោកអ្នកចំពោះការគាំទ្រហងមាស Flash News